យើងប្រព្រឹត្តល្អជាមួយអ្នកដទៃយើងធ្វើល្អជាមួយអ្នកដទៃដោយរំពឹងថាគេនឹងប្រព្រឹត្តល្អចំពោះយើងទាំងអស់គ្នាវិញភាគច្រើនយើងទទួលបានការយ៉ាងដូច្នោះប៉ុន្តែពេលខ្លះយើងប្រព្រឹត្តល្អចំពោះមនុស្សខុសយើងក៏មិនបានទទួលការល្អមកវិញដែរហើយក្នុងវីដេអូមុនខ្ញុំបានឆ្លើយជាមួយនឹងសំណួរដែលខ្ញុំទទួលបានថាហេតុអ្វីបានជាគ្រីស្ទៀនត្រូវផ្សាយដំណឹងល្អនៅក្នុងវីដេអូនេះខ្ញុំសូមជម្រាបអស់លោកអ្នកបងប្អូនឲ្យបានជ្រាបថាដំណឹងល្អជាអ្វីខ្ញុំគិតថាចម្លើយនេះខ្ញុំបានឆ្លើយនៅក្នុងវីដេអូមុនរួចមកហើយតែក្រែងលោបងប្អូនមិនបានមើលដល់ចប់ហើយខ្ញុំសង្ឃឹមថាបងប្អូននឹងត្រឡប់ទៅមើលវីដេអូមុនដែលខ្ញុំឆ្លើយចំពោះសំណួរដែលសួរថាហេតុអ្វីបានជាគ្រីស្ទៀនត្រូវផ្សាយដំណឹងល្អខ្ញុំចង់ជម្រាបបងប្អូនថាដំណឹងល្អជាអ្វីហេតុអីបានជាពួកយើងត្រូវប្រកាសប្រាប់បាទជាដំបូងខ្ញុំសូមអាននៅក្នុងបទគម្ពីរកូរិនថូសខ្សែទី1ចំពុកទី15ខ1និងខទី2ដែលព្រះគម្ពីរបានចែងថាបងប្អូនអើយខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីដំណឹងល្អដែលខ្ញុំបានផ្សាយរួចមកហើយជាដំណឹងដែលអ្នករាល់គ្នាបានទទួលក៏ឈរជាប់ក្នុងនោះផងអ្នករាល់គ្នាកំពុងតែបានសង្គ្រោះដោយសារដំណឹងល្អនោះផងគឺបើសិនជាកាន់ខ្ជាប់តាមព្រះបន្ទូលដែលខ្ញុំបានថ្លែងប្រាប់មកលើកតែអ្នករាល់គ្នាបានជឿដោយឥតបើគិតហេតុអីបានជាលោកប៉ុលបាទលោកប៉ុលគឺជាសាវករបស់ផងព្រះយេស៊ូវដែលគាត់បានធ្វើដំណើរទៅទីកន្លែងជាច្រើនដើម្បីប្រកាសដំណឹងល្អគាត់បានប្រាប់ថាបើអ្នករាល់គ្នាកាន់ខ្ជាប់តាមព្រះបន្ទូលនៅពេលដែលគ្រីស្ទៀនស្ដាប់តាមដំណឹងល្អហើយគឺពួកគេទទួលបានសេចក្តីសង្គ្រោះប៉ុន្តែមិនមែនការនោះចប់ត្រឹមប៉ុណ្ណេះទេបងប្អូនការដែលទទួលដំណឹងល្អមានន័យថាយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិតមួយថ្មីជាជីវិតដែលមិនមែនដើរតាមសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមសេចក្តីលោភលន់សេចក្តីអះអាភាសកំផិតសាហាយស្មន់កុហកបោកប្រាស់ឬក៏ចំណុចអាក្រក់ជាច្រើនផ្សេងទៀតនោះទេឲ្យតែជាសេចក្តីទុច្ចរិតគឺយើងត្រូវបោះបង់ចោលហើយព្យាយាមរស់នៅក្នុងសេចក្តីសុចរិតវិញបាទអញ្ចឹងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺជាអ្វីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺជាសេចក្តីសង្គ្រោះដែលបានប្រកាសប្រាប់ដល់មនុស្សគ្រប់គ្នាអំពីរាជនគររបស់ផងព្រះជាម្ចាស់នៅក្នុងដំណឹងល្អរបស់ផងព្រះយេស៊ូវគ្រីស្ទគឺមានការប្រសូតរបស់ផងព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គបានប្រសូតយ៉ាងអស្ចារ្យបំផុតពីស្ត្រីព្រហ្មចារីព្រះអង្គបានរស់នៅក្នុងជីវិតដែលល្អឥតខ្ចោះឥតមានធ្វើបាបណាតតែសោះព្រះអង្គបានសុគតសម្រាប់ជាយ៉ាញ់បូជាសម្រាប់យើងទាំងអស់គ្នា3ថ្ងៃក្រោយមកព្រះអង្គបានរស់ពីសុគតឡើងវិញនេះគឺជាសេចក្តីសង្ឃឹមដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទប្រសិនបើលោកអ្នកបងប្អូនទទួលជឿលើដំណឹងល្អហើយស្ដាប់តាមសេចក្តីដែលព្រះយេស៊ូវបានបង្គាប់ដោយដែលមានចែងនៅក្នុងព្រះគម្ពីរម៉ាកុសជំពូកទី16ខ15 16អ្នកណាដែលជឿហើយទទួលបុណ្យជាមួយទឹកនោះនឹងបានសង្គ្រោះបងប្អូនបានទទួលជីវិតថ្មីបងប្អូនហើយការដែលយើងទាំងអស់គ្នារស់នៅក្នុងសប្តាហ៍ថ្ងៃដែលពឹងអាងលើកម្លាំងរបស់យើងដែលពឹងអាងលើការប្រព្រឹត្តរបស់យើងมันអាចជួយសង្គ្រោះព្រលឹងវិញ្ញាណរបស់យើងបានទេការដែលយើងប្រព្រឹត្តល្អចំពោះគ្នាទៅវិញទៅមកគឺជាការប្រស្រ័យតាក់ទងនៅក្នុងជីវិតខាងសាច់ឈាមរបស់យើងដែលព្រោះតែយើងចង់បានសេចក្តីសុខនៅក្នុងជីវិតខាងសាច់ឈាមយើងប្រព្រឹត្តល្អជាមួយអ្នកដទៃយើងធ្វើល្អជាមួយអ្នកដទៃដោយរំពឹងថាគេនឹងប្រព្រឹត្តល្អចំពោះយើងទាំងអស់គ្នាវិញភាគច្រើនយើងទទួលបានការយ៉ាងដូច្នោះប៉ុន្តែពេលខ្លះយើងប្រព្រឹត្តល្អចំពោះមនុស្សខុសយើងក៏មិនបានទទួលការល្អមកវិញដែរប៉ុន្តែនៅពេលដែលយើងស្ដាប់បង្គាប់តាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទប្រលឹងវិញ្ញាណរបស់យើងទទួលបានការអត់ទោសឲ្យរួចពីបាបហើយយើងទទួលបានសេចក្តីសង្ឃឹមយើងដឹងច្បាស់ថាក្រោយពេលដែលយើងស្លាប់ទៅប្រលឹងវិញ្ញាណរបស់យើងនឹងបានទៅនៅជាមួយព្រះនៅឯនគរស្ថានសួគ៌ខ្ញុំសូមអាននៅបទគម្ពីរមួយទៀតនៅក្នុងព្រះគម្ពីររ៉ូមជំពូកទី5ខ1ដល់ខ2ព្រះគម្ពីរចែងថាដូច្នេះដែលយើងរាល់គ្នាបានរាប់ជាសុចរិតដោយការជឿនោះឈ្មោះថាយើងបានជាមេត្រីនឹងព្រះដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងរាល់គ្នាហើយក៏ដោយសារទ្រង់យើងមានផ្លូវចូល
ក្នុងព្រះគុណនេះជាទីដែលយើងកំពុងឈរនៅដោយសេចក្តីជំនឿហើយយើងអួតពីសេចក្តីសង្ឃឹមដល់សេរីល្អនៃព្រះផងអញ្ចឹងបងប្អូនដោយសារការដែលយើងទទួលជឿស្ដាប់តាមដំណឹងល្អពីសេចក្តីសង្គ្រោះរបស់ផងព្រះយេស៊ូវគ្រីស្ទយើងបានចូលទៅក្នុងព្រះគុណនៃព្រះយើងមានទីសង្ឃឹមនៃការអួតហេតុអ្វីបានជាគ្រីស្ទានតែងតែអួតថាពេលខ្ញុំស្លាប់ទៅខ្ញុំនឹងបានទៅនគរស្ថានសួគ៌ជាមួយព្រះហេតុអីដោយព្រោះតែនេះគឺជាសេចក្តីសន្យារបស់ព្រះគ្រីស្ទព្រះអង្គបានប្រកាសថាព្រះអង្គគឺជាព្រះព្រះអង្គគឺជាផ្លូវព្រះអង្គគឺជាសេចក្តីពិតដែលនាំយើងទៅឯនគរស្ថានសួគ៌ព្រះអង្គបានសន្យាថាព្រះអង្គទៅរៀបចំកន្លែងឲ្យយើងរាល់គ្នានេះគឺជាសេចក្តីសង្ឃឹមនេះគឺជាស្នូលនៃដំណឹងល្អដែលគ្រីស្ទានបានប្រកាសលោកអ្នកបងប្អូននៅពេលដែលលោកអ្នកបងប្អូនបានឮដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទតើបងប្អូនទាំងអស់គ្នាពិចារណាយ៉ាងណាដែរតើបងប្អូនចង់ទទួលបានសេចក្តីសង្គ្រោះខាងព្រលឹងវិញ្ញាណដែរឬទេប្រសិនបើបងប្អូនចង់ដឹងបន្ថែមសូមបញ្ចេញមតិនៅខាងក្រោមដើម្បីឲ្យយើងខ្ញុំអាចតាក់ទងទៅហើយខ្ញុំនឹងបកស្រាយប្រាប់បងប្អូនបន្ថែមទៀតពីសេចក្តីដែលមាននៅក្នុងព្រះគម្ពីរ